សួស្តីបាទអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានដំណើរកម្សាន្តមួយទៀតហើយយើងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដូច្នេះហើយសូមអញ្ជើញអ្នកទាំងអស់គ្នាធ្វើដំណើរជាមួយនឹងខ្ញុំបាទទាំងអស់គ្នាណាបាទអញ្ចឹងថ្ងៃនេះគឺយើងនឹងចាប់ផ្ដើមធ្វើដំណើរចាក់ចេញពីប្រទេសជាតិអាចារ្យកម្ពុជាបាទគឺរាជធានីភ្នំពេញបាទយើងនឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយបាទនៃសាធារណរដ្ឋសង្គមនិយមវៀតណាមហើយគោលដៅធ្វើដំណើរកម្សាន្តលើកនេះគឺយើងមានរយៈពេល14ថ្ងៃទេបាទនោះគឺយើងធ្វើដំណើរទៅកាន់ទីក្រុងហាណូយបាទជាមួយនឹងធ្វើដំណើរទៅកាន់ហាឡុងបេដែលជាតំបន់ទេសចរបែបលក្ខណៈបេតិសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុន្តែបែបលក្ខណៈធម្មជាតិបាទអញ្ចឹងចង់ដឹងថានៅក្នុងប្រទេសវៀតណាមបាទមានភាពស្រស់ស្អាតយ៉ាងណានោះក៏សូមអញ្ជើញបាទធ្វើដំណើរកម្សាន្តជាមួយនឹងខ្ញុំបាទទាំងអស់គ្នាអត់យកក្រដាសណាអរគុណសួស្តីអ្នកនរអគ្នាហើយនៅក្នុងពលានថ្មីនេះតម្រូវឲ្យយើង scan បាទ boarding pass បាទដើម្បីបើក security gate បាទរួចហើយយើងធ្វើដំណើរទៅដល់ខាងក្នុងគឺយើងឆ្លងកាត់កន្លែង security មួយទៀតបាទអញ្ចឹងបន្ទាប់ពីឆ្លងកាត់ security រួចហើយគឺយើងធ្វើដំណើរចូលដល់ខាងក្នុងទៀតនោះគឺតាក់ទងជាមួយនឹងខាង immigration បាទដែលហៅថាកន្លែងដែលគេបោះត្រាណាអញ្ចឹងយើងនិយាយថាកន្លែងនេះជាបន្តប្រវេសបាទសម្រាប់ខ្មែរយើងសួស្តីអ្នកនរអគ្នាថ្ងៃនេះយើងធ្វើដំណើរទៅកាន់ទីក្រុងហាណូយបាទតាមរយៈការហោះហើរជាមួយរបស់យើងថ្ងៃនេះគឺ K6 បាទគឺ Cambodia Air បាទ850អូខេ it's minute 2អូខេយើងហោះជាមួយនឹង Cambodia Air ឥឡូវនេះយើងធ្វើការ boarding ទៀតហើយថ្ងៃនេះហោះទៀតហើយណាបាទអូខេ boarding បាទទៅកាន់ទីក្រុងហាណូយបាទជាមួយខ្ញុំបាទទាំងអស់គ្នាបាទសូមអញ្ជើញ let's go បាទថ្ងៃនេះ boarding បែបលក្ខណៈ business តែម្ដងបាទ class ហ្មងដោយសារ boarding តែឯងទេបាទtôi nhận đượcថាពួកយើងធ្វើការ boarding មួយហើយរៀបចំនឹងហោះហើរចាក់ចេញពីប្រទេសកម្ពុជាបាទទៅកាន់ទីក្រុងហាណូយបាទនៃរដ្ឋធានីរបស់ប្រទេសវៀតណាមដែរអូខេ let's go ជាមួយនឹងអស់គ្នាធ្លាប់លឺទេបាទយើងមិនហៅក្រុងវេយើងហៅយួនវេយួនវេធ្លាប់លឺជ្រៅតាមជ្រោះតាមជ្រលងលានទាំង3បាទលានគេហៅថាលានទេវតាបាទហ្នឹងសូមក្រាបបងប្អូនពុកម៉ែបងប្អូនយើងបានទៅមុនតាមត្រែងយើងចង់ហើយបើបងប្អូនមានសមត្ថភាពអូមអាកាយៈបាទអូមអាកាយៈបាទតម្លៃបូករួមហ្នឹងណាបាទយើងបងវា
សម្បត្តិធម្មជាតិដ៏អស្ចារ្យមួយបាទស៊ីគីពូមួយទៅតែវានៅក្រៅក្រុងគាត់ថាឡុងវាទាំងអស់ហ្នឹងបាទគាត់នៅកន្លែងនេះវាស្ថិតនៅលើវាស្ងាត់ណាស់ដូចជាស្ដាប់គាត់គេហៅការរំលឹកចឹងនៅដើម្បីឲ្យវាថាវាប្រាប់ថាបាទចិត្តស្ងប់ស្ងាត់នេះទៅlàm ly bạc xỉu á không còn kia một cái về xã bài nữa rồi hắn nhân xong là tu thực xong các chuyện luôn mà khả năng mà đọc trên mà vì môn pram mà đổ lá đi coi về giá và bây giờ sầm khám cứ về đại tên họ nó cứ tu bằng cái xua dương xua thá ta nhiều dân cho tới là ăn tầm bay năm tỷ và là ăn សួស្តីបាទអ្នកទាំងអស់គ្នាថ្ងៃនេះពួកយើងធ្វើដំណើរបាទចាក់ចេញពីហាឡុងបេបាទចុះទៅកាន់ cruise នៅតំបន់ហាឡុងបេដូចគ្នាដែរបាទអញ្ចឹងប៉ុន្តែយើងធ្វើដំណើរទៅនេះយើងទស្សនានៅឡានវិមានសួរដែលជាសម្បត្តិបេតិកភណ្ឌបាទបែបធម្មជាតិដែលត្រូវបាន UNESCO ទទួលស្គាល់បាទអញ្ចឹងធ្វើដំណើរទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទហាក់đứng đó luôn lòng đứng đó luôn đứng đó ស្ដីបាទអ្នកទាំងអស់គ្នាឥឡូវនេះយើងកំពុងតែមានវត្តមានកន្លែងមួយគេហៅថាវៀតណាមគេហៅថាដុកធៀងគង់មានន័យថាឡាងវិមានសួរឬក៏អាងទេវតាកន្លែងនេះគឺជាតំបន់បាទទេសចរលក្ខណៈធម្មជាតិមួយដែល UNESCO គេទទួលស្គាល់ថាជាសម្បត្តិបេតិកភណ្ឌបែបធម្មជាតិបាទអញ្ចឹងនៅកន្លែងហាឡុងបេហ្នឹងក៏ត្រូវបានសិទ្ធិនាមថាជាគុយលិនដែលនៅក្នុងទឹកដែរបាទគុយលិនហ្នឹងគឺជាតំបន់ទេសចរដ៏3មួយនៅក្នុងប្រទេសចិនណាបាទអ្នកទាំងអស់គ្នាប៉ុន្តែឥឡូវនេះគឺខ្ញុំកំពុងតែមានវត្តមាននៅនេះគឺនៅក្នុងប្រទេសវៀតណាមបាទតំបន់ហ្នឹងគេហៅថាហាឡុងបេអូខេនេះគឺយើងនឹងធ្វើដំណើរបាទទៅប្រងចូលទៅកាន់ឡាអាងធានគុកហ្នឹងបាទជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងសូមអញ្ជើញបាទនេះហ៊ានធ្វើដំណើរចូលតាមពីវត្តអាងទៅបាទអ្នកទាំងអស់គ្នាវ៉ានេះបើសិនជាយើងមើលពីអាងចេញទៅខាងក្រៅបាទអ្នកទាំងអស់គ្នាបែបនេះបាទហើយអ្នកទាំងអស់គ្នាមើលចូលទៅក្នុងអាងតាមពិតថ្មទាំងអស់នេះគឺជាថ្មកំផោបាទគាត់ដុះនៅជិតៗគ្នាប៉ុន្តែនៅពេលដែលទឹកហូរមកទៅបាទសិលាពុកផុយទាំងអស់ហ្នឹងក៏វាហូរទៅតាមទឹកអញ្ចឹងនៅសេសសល់ដែលសិលាដែលនៅខាងហ្នឹងគឺសិលាដែលអត់ទាន់ពុកផុយ2 3ញ៉ាំខាងប្រុស ទូរស័ព្ទបងខ្លាំងល្អល្អអស់ឡង
សួស្តីបាទអ្នកទាំងអស់គ្នាព្រឹកនេះខ្ញុំបានធ្វើដំណើរមកដល់កន្លែងទីតាំងទេសចរមួយដល់3នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទៀតហើយបាទនេះគឺតំបន់មួយគេហៅថាហូវ៉ាងគីមបាទឬក៏គេហៅថាបឹងសង្ដៅបាទបឹងសង្ដៅនេះគឺជាបឹងមួយដែលលក្ខណៈប្រវត្តិសាស្ត្របាទរបស់ប្រជាជនវៀតណាមដែលនៅតំបន់ខាងជើងបាទនៃប្រទេសរបស់គាត់ផងដែរបាទអញ្ចឹងធ្វើដំណើរបាទទស្សនាបាទជាមួយនឹងបាទទាំងអស់គ្នានៅទិដ្ឋភាពបាទនៅទីនេះបាទទីនេះគឺបឹងមួយដែលហៅថាហូហ្គឹមបាទគឺបឹងសងដៅបាទនៃរដ្ឋធានីហាណូយប្រទេសវៀតណាមបាទក៏ជាតំបន់ទេសចរសំខាន់ជាងគេបំផុតអូខេបានធ្វើដំណើរមកដល់រាជធានីភ្នំពេញវិញហើយអញ្ចឹងបញ្ចប់ដំណើរកំសាន្តនិងសូមអរគុណអស់លោកលោកស្រីដែលទស្សនាបាក់ខ្សែវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណច្រើន Thank you